Bong krap ti tăng bong khang mình nút nâng chọc bao tam online nơi condo Proven khăn băng kinh còng dồn tam rập ai cá sẽ đầy pì lê khá thì cà thán có bo chọc bỏ cả về trực ngày tị bôn khai mê xả năm pi pon mập hì pram muối cầm lăng sầm mặt cách chấm rốc đi chơi tennis nông pính bàn bạcประ bạch cá chốt bong krap ti tăng sòng say muối cần lành nơi khung ở kia condo Proven sạch nơi khung sòng cắt băng kinh còng ti muối cáchประ bạch cá ní vừa lang tam bọt bình chip toរបស់លោកខុងស្រេងអភិបាលរាជធានីនិងឯកឧត្តមបណ្ដុំសេរីឯកជូនណាឌិនស្នងការនគរបាលរាជធានីភ្នំពេញដោយមានការសម្របសម្រួលពីលោកសេងហៀងព្រះរាជអាជ្ញារងលទ្ធផលនៃកិច្ចប្រតិបត្តិការជាលទ្ធផលសមត្ថកិច្ចបានរកឃើញបទល្មើសសំខាន់ចំនួន3ករណី1សង្គ្រោះជនរងគ្រោះបានជួយសង្គ្រោះបរិសុទ្ធជនជាតិជប៉ុនម្នាក់ដែលត្រូវបានគេនាំខ្លួនពីខេត្តបន្ទាយមានជ័យដើម្បីយកមកជួញដូរបន្តទី2បង្ក្រាបក្រុមឆបបោកតាមអនឡាញខកខ្លួនជនជាតិចិន4នាក់រួមមានសម្ភារៈបច្ចេកវិទ្យាជាច្រើនទូរស័ព្ទ127គ្រឿងនិងកុំព្យូទ័រមួយចំនួនតាមការពិនិត្យក្រុមនេះបានបង្កើតស្ទូឌីយោคล้ายៗដើម្បីបន្លំអត្តសញ្ញាណបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតទី3អន្តោប្រវេសន៍ខុសច្បាប់រកឃើញជនជាតិចិននិងវៀតណាមសរុប12នាក់ស្នាក់នៅដោយគ្មានឯកសារត្រឹមត្រូវបច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងទាំងអស់ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់បទបញ្ជាមើងម៉ាត់ពីប្រមុខរាជរដ្ឋាភិបាលសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បញ្ជាដាច់ខាតឲ្យកងកម្លាំងប្រដាប់អាវុធបន្តបោសសម្អាតបទល្មើសទាំងនេះដោយមិនបន្ធូរដៃនិងគ្មានការលើកលែងសម្ដេចបានបញ្ជាក់ថាការបង្ក្រាបនឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ដោយគ្មានថ្ងៃឈប់សម្រាកឡើយដើម្បីធានាសន្តិសុខសង្គមអំពីច្បាប់ថ្មីប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគួររំលឹកថាច្បាប់ស្តីពីការប្រឆាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចូលជាធរមានតាំងពីថ្ងៃទី7ខែមេសាឆ្នាំ2026ច្បាប់នេះបានកំណត់បទល្មើសព្រហ្មទណ្ឌថ្មីចំនួន5រួមមានទី1ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទី2ការដឹកនាំមជ្ឈមណ្ឌលឆបោកទី3ការជ្រើសរើសបណ្ដុះបណ្ដាលភ្នាក់ងារឆបោកទី4ការលួចប្រមូលទិន្នន័យឯកជន5បទល្មើសសម្អាតប្រាក់ទម្រង់ពិសេសជនល្មើសដែលប្រព្រឹត្តបញ្ញត្តិទាំងនេះនឹងត្រូវប្រឈមមុខនឹងទោសទណ្ឌយ៉ាងធ្ងន់ធ្ងររហូតដល់ជាប់ពន្ធនាគារអស់មួយជីវិតនិងពិន័យជាប្រាក់ដល់1000រៀលនិងការរឹបអូសទ្រព្យសម្បត្តិទាំងអស់